ជំរាបសួរបងប្អូនកូនក្មួយមកធ្វើត្រីជូរជាមួយញ៉ាំលាវគេហៅសុំប៉ាណាបងប្អូនខ្មែរយើងបកប្រែមកថាត្រីជូរចឹងហើយបងប្អូនអើយខ្ញុំទៅផ្សារ Walmart ខ្ញុំឃើញត្រីលាវគេហៅប៉ានីនខ្មែរយើងថាត្រីកត្រប់ចឹងបងប្អូនភាសាអង់គ្លេសខ្ញុំភ្លេចបាត់តែដឹងត្រីអីបងប្អូនអ្នករូបវាចឹងទៅខ្ញុំយកមកបងប្អូនខ្ញុំយកមកធ្វើលោមើលឆ្ងាញ់យកតែមែនទែនបងប្អូនអត់មានបាច់មានគេប្រលះយកតែសាច់ហ៎គេបកច្បែកបកឆ្អឹងចូលអស់ហើយវាស្រួលហូបទៀតបងប្អូនខ្ញុំយកមកទៅខ្ញុំលាងទឹកវាស្អាតខ្ញុំទុកវាស្រស់ទឹកទៅហើយខ្ញុំក៏លាងអង្ករតនើបមកទឹកពីទឹកទៅហើយខ្ញុំយកទឹកអង្ករហ្នឹងយកមកត្រាំត្រីខ្ញុំធ្វើដូចមុនចឹងបងប្អូនត្រាំត្រីដាក់ទឹកអង្ករទៅអំបិលហើយនឹងក្រូចឆ្មាហើយខ្ញុំយកទៅដាក់ទូត្រជាក់ហើយបាយដែលអង្ករដែលយើងលាងយកហ្នឹងកុំចោលវាបងប្អូនយើងត្រាំទុកមកយប់ដូចគ្នាទៅត្រាំក្នុងក្រៅនឹងទុកយកមកចំហុយបាយបងប្អូនរួចពីនឹងខ្ញុំមកចំហុយបាយយកមកលាងវាដាក់ទូត្រជាក់ហើយខ្ញុំយកវាមកលាងបងប្អូនខ្ញុំយកវាចេញមកខ្ញុំលាង 2-3 ទឹកឲ្យវាអស់ជាតិស្អាតឲ្យអស់ជាតិឈាមណាបងប្អូនយើងលាងទៅយើងសម្បាច់វាអស់ជាតិឈាមទៅឲ្យអស់ជាតិស្អាតអីទៅយើងលាងទៅយើងទុកឲ្យស្រស់ទឹកខ្ញុំក៏មកចំហុយបាយបងប្អូនយើងចំហុយបាយចោលចំហុយបាយហើយបានខ្ញុំមកបុកខ្ទឹមសខ្ញុំបុកខ្ទឹមសមកប្រែមកមើមបងប្អូននោះមកដុំធំហ្នឹងមិនកពឹសទេមកមើមមកដុំធំហ្នឹងបងប្អូនខ្ញុំយកមកបុកហើយអីហើយទៅក៏នេះខ្ញុំពុកបុកខ្ទឹមសយើងចំហុយបាយចោលរួចពីនឹងបាយយើងស្អិនហើយខ្ញុំក៏លាក់ដាក់ឆ្មុកបងប្អូនលាក់ដាក់ឆ្មុកទៅខ្ញុំក៏ដួសបាយយកមកប្រហែល2ស្លាបព្រាអីយកមកលាងទឹកទៅយើងត្រាំវាទុកមកចតុះចោលទៅបានខ្ញុំយកមកលាងទៀតដងទៀតខ្ញុំស្រោះទឹកនេះខ្ញុំស្រោះទឹកវាស្អាតចឹងទៅទុកឲ្យស្រស់ទឹកទៅខ្ញុំមកជូតត្រីបងប្អូនយើងជូតត្រីកុំឲ្យមានជាតិទឹកជូតឲ្យវាឆ្ងួតយកទៅមានតែនទៅបានខ្ញុំយកទៅសម្បាច់ហ្នឹងយើងក៏មានខ្ទឹមសហើយនឹងអំបិលប៊ីចេងហើយនឹងបាយប៉ុណ្ណឹងឯងបងប្អូនបាច់ដាក់អីច្រើននេះមានតែខ្ទឹមសអំបិលប៊ីចេងហើយនឹងបាយយើងសម្បាច់វាបងប្អូនសម្បាច់ឲ្យបែកមិនរឹតតែល្អបងប្អូនព្រោះឯថាពេលវាជូរទៅវារឹងកជ្រឹះកើតមកជាត្រីផ្ទាំងវិញឯងបងប្អូនវាអត់បែកតាណាទេហ្នឹងហើយដល់ពេលចឹងទៅខ្ញុំសម្បាច់អីហើយខ្ញុំក៏ញាត់ដាក់កន្លបងប្អូនដាក់ញាត់ដាក់កន្លហើយខ្ញុំជឿក៏ដាក់កន្លែងមកលុបកុំអោយត្រូវថ្ងៃកុំអោយត្រូវពន្លឺអីតសោះនេះអញ្ចឹងខ្ញុំបើកមកបងប្អូនឲ្យតែ3ថ្ងៃឲ្យជូរឆ្ងាញ់យកតែមែនទេបងប្អូនកូនក្មួយអញ្ចឹងទៅគិតឃើញតែត្រីអីក៏អាចធ្វើបានដែរបងប្អូនត្រីឆ្លូចត្រីអីក៏អាចធ្វើបានដែរឲ្យតែធ្វើដូចខ្ញុំអញ្ចឹងទៅណាធ្វើស្អាតទៅធ្វើដូចខ្ញុំអញ្ចឹងទៅអាចធ្វើបានហើយបើឪពុកម្ដាយម៉ែក្មេកខ្ញុំឪក្មេកខ្ញុំហើយនឹងប្តីខ្ញុំគាត់ចូលចិត្តហូបឆៅឯងពួកលាវគេចូលចិត្តហូបឆៅឯងលាវ 100%គេហូបត្រីជូរនឹងគេហូបឆៅឯងបងប្អូនគេអត់ហូបដូចខ្ញុំឯងខ្ញុំអត់ទេខ្ញុំហូបឆ្អិនព្រោះឯថាខ្ញុំចូលចិត្តចូលមកជៀនជាមួយពងមាន់ពងទីអីហូបចឹងទៅនឹងហើយខ្ញុំចូលចិត្តហូបឆ្អិនឬមួយក៏ខ្ញុំយកទៅជៀនទៅទេអីទៅណាជៀនវាឆ្អិនទៅខ្ញុំហូបឲ្យបងប្អូនខ្ញុំអត់ហូបឆៅជាដាច់ខាតព្រោះអីពោះខ្ញុំអត់នេះកំពុងហូបឲ្យបងប្អូនថាឆ្ងាញ់នោះឆ្ងាញ់មកហូបជាមួយខ្ញុំហើយបើត្រូវទៅជាមួយបាយតនើបទៀតបងប្អូនបាយខ្សាយបែបអត់ប្រហែលអត់សូវឆ្ងាញ់ទេព្រោះខ្ញុំអត់សូវដែលបានហូបជាមួយបាយខ្សាយនោះខ្ញុំហូបតែជាមួយបាយតនើបហ្នឹងហើយប្រហែលជាបាយខ្សាយក៏ឆ្ងាញ់ដែរបងប្អូនហ្នឹងហើយបងប្អូនធ្វើហូបលំមើលចាស់ណាអូខេមកហូបបាយជាមួយខ្ញុំតែពងឲ្យឆ្ងាញ់ហើយធ្វើឲ្យហូបនៅចក្រាននឹងមកខ្ជិលអាងតែម្នាក់ឯងខ្ជិលហូបឈរហ្នឹងកុំអោយពិបាកពេកមកពីហត់ផងមកពីក្រៅហើយមកបើឃើញត្រីជូរវាជូរឆ្ងាញ់ទៀតបងប្អូនអើយមកពីធ្វើការហត់មានអីបាយតនើបមកដុំហ្នឹងចិត្តអស់ហូបឆ្ងាញ់បងប្អូនហើយចាប់បងប្អូននេះបានហូបអីដែរនៅខាងនោះខ្ញុំនេះបងប្អូនឲ្យពួយវត្តយកឲ្យមកទេសទាំងមួយអត់ចេះហិលទៀតមកទេសអូខេណាបងប្អូនកូនក្មួយណាមកហូបជាមួយខ្ញុំណាហើយសុខសប្បាយរស់ស៊ីមានបានតិចធ្វើហូបអញ្ចឹងទៅឆ្ងាញ់ណាស់បងប្អូនអូខេបាយ see you next video bye bye see